នៅពេលដែលបងប្អូនឃើញវីដេអូទាំងអស់ហ្នឹងសូមបងប្អូនចែកចាយឬក៏ share ឬក៏ download ផលឲ្យបានច្រើនបងប្អូនដើម្បីឲ្យ YouTube របស់ថៃគឺកាន់តែល្បីនៅពេលដែល YouTube របស់ថៃគេបានឈ្លានពានបានលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរបស់យើងគឺគេបានផុសគេឌឺដងមកយើងគេសប្បាយចិត្តដែរប៉ុន្តែអត់ដឹងថាទង្វើដែលគេធ្វើនេះគឺកំពុងតែបង្ហាញទៅកាន់អន្តរជាតិឲ្យឃើញពីសន្តានរបស់ YouTube របស់ថៃហ្នឹងដែលធ្វើមកលើកម្ពុជារបស់យើងមិនត្រឹមតែឈ្លានពានទឹកដីកម្ពុជាទេថែមទាំងជាចោលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរបស់យើងទៀតអញ្ចឹងហើយដើម្បីឲ្យពួកនឹងកាន់តែល្បីសូមបងប្អូនចែកចាយវីដេអូហ្នឹងផលឲ្យបានច្រើនឬក៏ share បានច្រើនដើម្បីឲ្យបរទេសគឺគេបានឃើញពីសន្តានរបស់ YouTube ថៃដែលឈ្លានពានដែលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរបស់យើងហើយឥឡូវនេះកងទ័ពជើងគោករបស់ថៃគឺកំពុងតែភ័យឯងបងប្អូនដោយសារតែទង្វើសកម្មភាពទាំងអស់នេះគឺជាទង្វើដែលខុសច្បាប់អន្តរជាតិហើយត្រូវបានចែកចាយដោយយោធារបស់ខ្លួនឯងត្រូវបានចែកចាយដោយប្រជាពលរដ្ឋរបស់ខ្លួនឯងហើយឥឡូវនេះមុខមាត់របស់ថៃគឺកំពុងតែល្បីនៅឆាកអន្តរជាតិហើយបងប្អូនហើយគេបានអំពាវនាវទៅកាន់ប្រជាពលរដ្ឋរបស់គេកុំឲ្យចែកចាយវីដេអូឬក៏រូបភាពទាំងអស់ហ្នឹងនៅក្នុងបណ្ដាញសង្គមបន្តទៀតព្រោះវាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិរបស់គេអញ្ចឹងហើយបងប្អូនទាំងអស់គ្នាជួយ share បន្ថែមទៀតជួយចែកម្លែកបន្ថែមទៀតដើម្បីឲ្យកាន់តែល្បីហើយទោះបីជាមិនឲ្យប្រជាពលរដ្ឋរបស់ខ្លួនឯងចែកចាយក៏ល្បីហើយស្រេចដែរព្រោះអីវីដេអូទាំងអស់ហ្នឹងគឺបានចែកចាយពេញ social media ហើយបងប្អូនទោះបីជាខំអំពាវនាវយ៉ាងណាក៏នៅតែមិនអាចកុហកគេបានដែរផុសតាំងគឺមានអស់ហើយទោះបីជាមានបទឈប់បាញ់ទោះបីជាសង្គ្រាមផ្ទុះអាវុធគឺលែងមានហើយប៉ុន្តែការដោះស្រាយគ្នានៅប្រព័ន្ធក្រមច្បាប់គឺនៅតែបន្តដដែលអញ្ចឹងហើយទង្វើរបស់ថៃដែលធ្វើខុសមកលើកម្ពុជារបស់យើងនឹងគឺនឹងបង្ហាញផុសតាងទៅកាន់អន្តរជាតិដូចគ្នាដែរការឈ្លានពានរបស់ថៃការដាក់កុងតឺន័រការពាត់បន្លាលួសមកលើទឹកដីកម្ពុជារបស់យើងគឺជាទង្វើដែលបំពានច្បាប់ហើយបងប្អូនអញ្ចឹងហើយបងប្អូនទាំងអស់គ្នាក៏មិនទាន់អាប់រួចបារម្ភគ្មានប្រទេសណាប្រើកម្លាំងយោធាមកពាត់យកដីរបស់គេបានទេកម្ពុជារបស់យើងគឺមានផែនទីទទួលស្គាល់ដោយអន្តរជាតិអញ្ចឹងហើយមិនអាចប្រទេសណាចេះតែពាត់យកទេបងប្អូន